ប៉ះទូរស័ព្ទលឹះមើល YouTube ឬក៏មើលឥឡូវសម័យនេះវាមាន reel ខ្លីៗអញ្ចឹងមើលអាហ្នឹងវាប៉ះតាក់ទងមួយ brand development តាក់ទងមកការអភិវឌ្ឍខួរក្បាលគាត់អត់សូវ concentration ទេអត់សូវផ្ដោតអារម្មណ៍លើរឿងអីមួយទេនៅពេលដែលគាត់មើលអាហ្នឹងយូរលើសពីកន្លះម៉ោងឬក៏1ម៉ោងហើយគាត់ចាប់ដើម emotional disturbance អារម្មណ៍របស់គាត់ហ្នឹងចាប់ដើមងាយប៉ះទង្គិចគាត់ចាប់ដើមឆាប់ខឹងអត់ចេះអត់ធ្មត់រៀងឆាវឆាវជាងមុនតែបើសិនជាគាត់អត់មើលពួកអស់ហ្នឹងអត់មើលវីដេអូទាំងអស់ហ្នឹងមួយ mood របស់គាត់ដែលអត់លេងហ្នឹងមួយថ្ងៃពេញគឺល្អហ្មងហើយស្រួលនិយាយស្ដាប់គ្នាទាំងអស់វីដេអូមានពីរប្រភេទចឹងវីដេអូមួយមានការអប់រំបឿនរបស់វារៀងយឺតចឹងគេហៅថា slow simulation មួយទៀតគឺលឿនខ្លាំងពេកជាពិសេស reel វីដេអូ30វិនាទី20វិនាទីឆាំងចប់គូក្បាលគាត់ចាប់អត់បានទេចឹងវាហៅ high simulation ធ្វើឲ្យគូក្បាលរបស់គាត់អត់ focus អត់បដោតទៅអីមួយការវិវត្តគូក្បាលរបស់គាត់ក៏ធ្លាក់ទាបដែរចឹងសម្រាប់ប៉ាម៉ាក់ទាំងអស់ដែលចង់រើសវីដេអូឲ្យកូនរើសចាប់ពីអាយុ1ឆ្នាំឡើងចាំឲ្យគាត់មើលតិចបំផុតតាមដែលធ្វើបានមិនឲ្យលើសពី1ម៉ោងក្នុងមួយថ្ងៃបើចង់ឲ្យមើល5នាទីដាក់នាឡិការោគខ្ញុំគិតថាពួកយើងអាចធ្វើបានកុំឲ្យគាត់ចាប់ផ្ដើមពីច្រើនទៅមុនហើយយើងចាំចាប់ផ្ដើមថយអត់បានទេចឹងទៅកុំឲ្យគាត់ស្គាល់វាឲ្យហើយបើស្គាល់ក៏ស្គាល់តិចឲ្យហើយស្គាល់តែអាណាមួយដែលទៀបអាយឺតដូចជាការរំកាយចឹងតិចចឹងតែអាណាមួយដែលមាន violence ដែលមានសកម្មភាពលឿនពេកវាយើងអត់ចង់ឲ្យប្រើទេហើយរយៈពេលសំខាន់ណាកុំយូរឲ្យសោះតែហ៊ានតែយូរគឺចាប់ផ្ដើមគាត់បដោតអារម្មណ៍ទៅលើវាយើងប៉ះអត់បានហ្មងប៉ះអត់បានមកដោយគូបាននិយាយវិញគឺឆេបឆាវហ្មង